mà muối bị bậy អូខេបងប្អូននេះគឺជាប្រភេទ AE 86ប្រភេទនេះយើងមានយូរហើយហើយក៏ជាប្រភេទដែលលក់ដាច់ដែរបន្ទាប់ពីពួក P7 Pro ក៏ដូចជាពួក D12 ប្រភេទនេះជាប្រភេទដ្រូនដែលមាន tele អេក្រង់ហ្នឹងចូលទៀតតិចអូខេជាប្រភេទដ្រូនដែលមានអេក្រង់យើងអាចប្រើដូចទូរស័ព្ទបានណាតែមែនតើ screen វាគឺថាស្អាតតែម្ដងហើយដ្រូននេះគឺ spec ចង្ងាយបងវាហោះបានឆ្ងាយមែនតើបងប្អូនអានេះហោះបានរហូតដល់8-10 គីឡូ និយាយទៅ8-10 គីឡូបើក្នុងតេលេវាដាក់រហូតដល់ 20000 ម៉ែត្រឬក៏ស្មើនឹង20 គីឡូទៅ10 មក 10ណាហើយបងប្អូនមើលរូបរាងរបស់វាគឺស្អាតម្យ៉ាងដែរអានេះតួវាគឺគេមើលធ្វើទៅដូចប្រភេទ carbon fiber បងប្អូនបាទ motor Pro Slash 4 គ្រាប់មាន GPS បងប្អូនហោះទៅឆ្ងាយអស់ថ្មអស់អីគឺហោះមកផ្ទះវិញខ្លួនឯងដូចគ្នាវិញណាបងប្អូនមើលរូបរាងគឺស្អាតមួយបែបដែរបងប្អូនបាទហើយសម្រាប់កាមេរ៉ារបស់វាជាប្រភេទ 4 axis អានេះមិន 2 axis មិន 3 axis គឺ 4 axis gimbal ដែលធ្វើឲ្យការហោះហើរការថតហ្នឹងគឺវានឹងល្អមែនតើអូខេអញ្ចឹងយើងទៅមើល tele ម្ដង